ជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំបាទនេះគឺជាបាទជីបាទបញ្ញាហើយចំពោះខ្ញុំគឺហៅដូចនេះហើយមិនដឹងថាបងប្អូនហៅថាជាជីអ្វីទេបើសិនជាមានឈ្មោះអីផ្សេងដែលបងប្អូនហៅអាចខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំឲ្យបានដឹងផងណាបាននិយាយពីជីនេះបងប្អូនគឺខ្ញុំបានថតការពីថ្ងៃទី14បាទខែមេសាឆ្នាំ2025ដែលជាថ្ងៃទី1នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងណាបាទហើយជីនេះដែរគឺជាជីរបស់លោកយាយរបស់ខ្ញុំដែលគាត់ដាំហើយនៅជុំវិញផ្ទះរបស់គាត់គឺមានដំណាំជាច្រើនសម្រាប់បម្រើឲ្យផលប្រយោជន៍នៃការដាំស្លក៏ដូចជាបន្លែអីរបស់គាត់ក្នុងការរស់នៅប្រចាំថ្ងៃដោយឡែកខ្ញុំចាប់អារម្មណ៍ជីនេះជាងគេបងប្អូនជីមញ៉ែគឺខ្ញុំចូលចិត្តក្លិនរបស់វាជាពិសេសនៅពេលដែលស្ងោរជាមួយនឹងត្រីស្ងោរជាមួយនឹងមាន់អីហ្នឹងគឺឆ្ងាញ់មែនទែនបងប្អូនបាទហើយអ្នកខ្លះទៀតគាត់ក៏យកទៅដាក់នៅលុកឡាណាបាទក៏បង្កើនឲ្យអាហារហ្នឹងកាន់តែមានជារសឈ្ងុយឆ្ងាញ់បន្ថែមទៀតហើយបើសិនជាបងប្អូនអាចច្នៃអីផ្សេងបាទសម្រាប់ឲ្យម្ហូបអាហារកាន់តែឈ្ងុយឆ្ងាញ់អាចជួយខមមិនប្រាប់បន្ថែមផងដើម្បីឲ្យយើងបានដឹងទាំងអស់គ្នាហើយបើនិយាយពីសម្រស់របស់វាវិញគឺល្អមែនទែនបងប្អូនហើយលោកយាយរបស់ខ្ញុំគាត់មានការថែទាំគាត់ស្រោចទឹកឃើញថាដុះលូតលាស់ល្អមែនទែនណាបាទប៉ុន្តែគាត់ដាំមិនច្រើនទេគឺដាំតិចតួចដែរដោយដែលបងប្អូនបានឃើញអញ្ចឹងណាហើយយើងដើរទៅចិត្តវាគឺជាក្លិនក្រអូបឈ្ងុយឈ្ងប់តែម្ដងគឺបានជាក្លិនដែលខ្ញុំចូលចិត្តហើយសង្ឃឹមថាក្លិនជីមញ៉ែនេះគឺបងប្អូនចូលចិត្តដូចខ្ញុំដែរអញ្ចឹងណាហ្នឹងហើយបងប្អូនទាំងអស់គ្នាបានសូមបញ្ចប់វីដេអូត្រឹមតែប៉ុណ្ណេះហើយក៏អរគុណដែរដែលបងប្អូនបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់រាល់កំហុសឆ្គងទាំង live ដែលកើតមានឡើងក្នុងវីដេអូនេះបាទសូមមេត្តាអធិស្ឋានហើយគណៈពេលនេះវត្តមានខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា